ថ្ងៃនេះយើងមកស៊ូស្លាប់រស់ជាមួយគ្នាទៅអាប្អូនបើអញហ៊ានធ្វើពិតមែនកុំសង្ឃឹមថាបានចេញពីសមុទ្រនេះឲ្យសោះអីចឹងសាក់មើលទៅចាំមើលថាដាវអញលឿនឬក៏ដាវយើងលឿនជាងឥឡូវនេះពួកឯងនាំគ្នាថយចេញឲ្យអស់ទៅបើមិនដូច្នោះទេខ្ញុំនឹងអញហ៊ានគំរាមយើងផងហីអាប៉ាចង់ប៉ះបរហីទំនិញរបស់អញក៏ហ៊ានប៉ះពាល់ដែរលោកមេចុងភើចាងយកច្រឡំទេគឺយកច្រឡំទាំងអស់ខ្ញុំគ្រាន់តែលេងសើចជាមួយប្អូនប្រុសម្នាក់នេះប៉ុណ្ណោះខ្ញុំឲ្យពេលអញ3នាទីនាំកូនចៅអញបាត់ពីមុខខ្ញុំឲ្យឈឹងលោកមេចុងភើចាងអរគុណខ្លាំងណាស់សម្រាប់ថ្ងៃនេះអរគុណស្អីខ្ញុំនៅចាំយកទំនិញល្អពីអញនឹងបងប៉ាវរីថា2 3ថ្ងៃមុនបងត្រូវអាប់អូនឈ្មោះឈិនយៀនហាងធ្វើឲ្យបាក់មុខមែនទេអញចង់ងាប់មែនទេកុំយកច្រឡំបងប៉ាវអាម្នាក់នោះជាស្ត្រូវស៊ូពូជរបស់មេខ្ញុំគ្រាន់តែមកស៊ើបសួរមើលប៉ុណ្ណោះចង់ដឹងថាវាមានសំណាងអីបានជាខ្លាំងម្ល៉េះសំណាងអីឥឡូវគេជាប្អូនធွာរបស់មេចុងភើចាងនៅភោជនីយដ្ឋានហុងយិនទៅហើយ2 3ថ្ងៃមុនគេចាប់បានស្ដេចណាក្នុងរឿងព្រេងមួយក្បាលលក់បានជាង1 លានឯណោះបងខុនមិនស្រួលទេអាប់អូនឈិនយៀនហាងនោះឥឡូវវាកំពុងរកលុយបានយ៉ាងច្រើននៅខាងក្រៅនិយាយឈួតត្រឹមទុកកំតិចរបស់វានឹងអាចរកលុយស្អីបានទៅពិតប្រាកដមែនបងប៉ាវនៅក្រុងតុងហៃនិយាយថាឥឡូវវាមិនត្រឹមតែជាប្អូនធွာរបស់មេចុងភើចាងទេថែមទាំងរកលុយបានជាង1 លានទៀតផងមិនអាចទេដាច់ខាតគឺមិនអាចទៅរួចទេឈិនយៀនហាងភោជនីយដ្ឋានហុងយិនរៀបចំឡានទៅក្រុងតុងហៃលើនេះឈិនយៀនហាងខ្ញុំមិនស្គាល់អញទេអញមិនបាច់ស្គាល់យើងទេគ្រាន់តែដឹងថាយើងមានសត្រូវរួមគ្នាគឺបានហើយវាមានឈ្មោះថាឈិនយៀនហាងអាម្នាក់នោះមានមេចុងភើចាងនៅពីក្រោយខ្ញុំធ្វើអីវាមិនកាត់ទេអ្នកណាថាត្រូវទៅប៉ះពាល់វាយើងមិនបាច់ប៉ះពាល់វាទេតែយើងនឹងធ្វើឲ្យវាលក់ត្រីមិនដាច់សំបីតែមួយក្បាលក្នុងក្រុងនេះអញមិនថាកន្លែងដែលវាទៅនេសាទអាត់កំបាំងណាស់មែនទេអញគ្រាន់តែរកមនុស្សឲ្យទៅបង្ហើបព័ត៌មាននៅក្នុងផ្សារទៅនិយាយថាផ្ទៃសមុទ្រនោះពីមុនជាតំបន់ឧស្សាហកម្មពេលសម្រាប់ការងារហើយយើងនឹងឲ្យ20,000ទៀតព្រមព្រៀងឈិនយៀនហាងយើងចង់ចាំមើលណាថាលើកនេះឯងនឹងរើខ្លួនរួចដោយរបៀបណាបងហាងលើកនេះយើងអាចរកបានយ៉ាងហោចក៏2 លានដែរទុកសិនឡានថ្មីនេះពិតជាមិនធម្មតាមែនល្បឿនក៏លឿនមៀតក៏ធំឲ្យតែបើកម៉ាស៊ីនស្កេនត្រីរត់ទៅណាក៏មើលឃើញច្បាស់ដែរស្រង់ត្រីឡើងមកពិតជាអេមខ្លាំងណាស់មែនហើយលុយដែលចំណាយទៅពិតជាមានតម្លៃមែនល្មមហើយយើងគួរតែត្រឡប់ទៅវិញបានហើយលោកមេចុងភើចាងមានរឿងអីហ្នឹងអាឈិនមានរឿងហើយ2 3ថ្ងៃនេះស្រាប់តែមានព័ត៌មានលេចចូលពេញផ្សារថាដីសមុទ្រដែលឯងនេសាទជាតំបន់មានជាតិពុលអ្នកណាជាអ្នកដែលនិយាយមិនដឹងថាប្រភពមកពីណាទេតែឥឡូវគេនិយាយពេញផ្សារមួយធំជាច្រើនដែលធ្លាប់ចង់យកទំនិញពីខ្ញុំឥឡូវពួកគេបានបោះបង់ការកំងអស់ហើយយិនហាងឲ្យស្ដាប់ពួកឯងណែនាំបន្តិចទៅធ្វើជំនួយមិនអាចអត់សិលធម៌អីចឹងបានទេបើរបស់មិនស្អាតបើគេហូបទៅមានបញ្ហាតើឯងអាចទទួលខុសត្រូវរួចដែរឬទេពូថាទំនិញខ្ញុំមានជាតិពុលចុះភុស្តាំងណៃណាភុស្តាំងហីបទពិសោធន៍ដើរសមុទ្ររាប់សិបឆ្នាំរបស់អញនឹងហើយគឺជាភុស្តាំងតំបន់ដែលឯងនេសាទពីមុនជាកន្លែងអីតើឯងមិនដឹងខ្លួនឯងទេហីបទពិសោធន៍មិនអាចយកមកធ្វើជាការពិតបានទេបើពូនិយាយមិនច្បាស់អីចឹងឲ្យច្បាប់ជាអ្នកនិយាយចុះឥឡូវនេះខ្ញុំនឹងយកគំរូពីលើទូកទៅមន្ទីរពិសោធន៍ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់បំផុតត្រឹមតែត្រួតពិនិត្យគឺមិនសូវសប្បាយទេលេងឲ្យធំជាងនេះទៅថ្ងៃនេះនៅចំពោះមុខមនុស្សគ្រប់គ្នានៅមាត់ច្រកនេះយើងមកដាក់ការភ្នាល់ជាមួយគ្នាទៅបើលទ្ធផលត្រួតពិនិត្យឃើញថាទំនិញខ្ញុំមានបញ្ហាពិតមែនទុកមួយគ្រឿងនេះខ្ញុំនឹងដុតវាចោលភ្លាមហើយខ្ញុំឈិនយៀនហាងនឹងចាក់ចេញពីក្រុងនេះរហូតតែបើទំនិញរបស់ខ្ញុំស្អាតស្អំវិញនោះពូឲ្យពូត្រូវតែនៅទីនេះនៅចំពោះមុខមនុស្សគ្រប់គ្នាមកសុំទោសខ្ញុំជាសាធារណៈតើពូហ៊ានដែរឬទេអញកុំមកប្រើល្បិចនេះអ្នកណាដឹងថាឯងលួចសុកប៉ាន់អ្នកត្រួតពិនិត្យលទ្ធផលឬក៏អត់នោះរឿងយុទ្ធធម៌នេះទុកឲ្យខ្ញុំជាអ្នកចាត់ចែងចុះចំពោះការយកគំរូទៅត្រួតពិនិត្យគឺរូបខ្ញុំរួមជាមួយថៅកែដែលគួរឲ្យទុកចិត្តនៅទីនេះជាច្រើនអ្នកទៀតនឹងរួមគ្នាយកគំរូនេះទៅមន្ទីរពិសោធន៍ដោយផ្ទាល់ខ្ញុំហ៊ានយកកិត្តិយសរបស់ខ្ញុំមកធានាថាគ្មាននរណាម្នាក់អាចលួចបន្លំបានឡើយមុនពេលលទ្ធផលចេញមកទំនិញលើទូកនេះភោជនីយដ្ឋានហុងយិនរបស់ខ្ញុំនឹងសុំយកទៅរក្សាទុកសិនបើលទ្ធផលឃើញថាស្អាតស្អំមែនខ្ញុំនឹងយកទាំងអស់3 ថ្ងៃហើយរៀបចំរួចរាល់អស់ហើយមែនទេកុំបារម្ភអីរួចរាល់អស់ហើយធ្វើឈិនយៀនហាងថ្ងៃនេះចាំមើលអាប់អូននោះវិនិច្ឆ័យជាមិនខានឈិនយៀនហាងឲ្យឈិនយៀនហាងអញស្មានតែមានមេចុងភើចាងការពីហើយនឹងរួចខ្លួនហើយចង់មកប្រជែងជាមួយយើងឯងនៅខ្ចីណាស់លោកគឺជាសាក្សីម្នាក់ក្នុងការត្រួតពិនិត្យនេះសូមលោកជាអ្នកប្រកាសលទ្ធផលចុះអូហូទីបំផុតលទ្ធផលចេញមកហើយខ្ញុំហ៊ានចាក់100ថាច្បាស់ជាមិនជាប់ស្ដង់ដាទេយៀនហាងឲ្យពូបានប្រាប់អញតាំងពីដំបូងហើយថាធ្វើជាមនុស្សកុំលោភលន់ពេកឥឡូវឃើញទេទទួលផលកម្មខ្លួនឯងទៅសេចក្តីសន្និដ្ឋានគំរូដែលបានយកមកត្រួតពិនិត្យត្រូវបានកំណត់ថាជាផលិតផលមិនគ្រប់ស្ដង់ដាទៅនៅមិនគ្រប់ស្ដង់ដាទេធ្វើតាមការសន្យាទៅដុតទុកចោលភ្លាមមនុស្សគ្រប់គ្នាបានរហើយនេះគឺជាច្បាប់ដែលវាបានកំណត់ដោយខ្លួនឯងវាមិនអាចទៅរួចទេទំនិញយើងច្បាស់ណាស់ថាមិនក៏ទៅជាអីចឹងវិញយិនហាងឲ្យសារភាពចុះពូចិត្តទូលីណាប្រហែលជាអាចផ្ដល់បាយឲ្យអញហូបបានខ្លះដែរចាំបន្តិចសិនខ្ញុំមានការជំទាស់ចំពោះលទ្ធផលនៃរបាយការណ៍នេះអញមានសិទ្ធិអីមកជំទាស់ភុស្តាំងនៅនឹងភ្នែកតើដុតទុកឲ្យលុតជង្គង់សុំទោសភ្លាមទៅគឺដោយសារតែរបស់នេះខ្ញុំក៏មានរបាយការណ៍មួយដែរខ្ញុំដឹងថាចិត្តមនុស្សគឺសាហាវណាស់អីចឹងហើយខ្ញុំបានវិចខ្ចប់គំរូដូចគ្នាជាពីរចំណែកហើយបានបិទត្រាយ៉ាងជិតមួយចំណែកទៀតនេះខ្ញុំបានផ្ញើទៅមន្ទីរពិសោធន៍លំដាប់ខេត្តដើម្បីធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់មន្ទីរពិសោធន៍លំដាប់ខេត្តមានឧបករណ៍ទំនើបជាងហើយលទ្ធផលក៏មានសុពលភាពផ្លូវការជាងដែរសូមលោកមើលរបាយការណ៍មកពីថ្នាក់លើនេះហើយអានឲ្យគ្រប់គ្នាបានស្ដាប់ផងរបាយការណ៍ត្រួតពិនិត្យពីថ្នាក់ខេត្តសេចក្តីសន្និដ្ឋានរាល់សូចនាករនៃគំរូគឺល្អជាងស្ដង់ដារជាតិទៅទៀត
សរុបមកជាផលិតផលលេខ1ដែលមានជីវជាតិខ្ពស់បំផុតមិនអាចទេនេះដាច់ខាតគឺមិនអាចទៅរួចទេទំនិញតែមួយតែលទ្ធផលចេញមកខុសគ្នាដាច់ស្រឡះមួយថាអន់តែមួយទៀតថាជាកម្ពុជាទំនិញតើលោកមិនគិតថាផ្ទៃក្នុងរបស់លោកមានបញ្ហាទេហើយពូឥឡូវដល់ពេលដែលពូត្រូវធ្វើតាមការសន្យាហើយមែនទេខ្ញុំឈិនទៅកិនបានដើរនិយាយបង្កាច់បង្ខូចគេខ្ញុំពិតជាខុសចំពោះអ្នកទាំងអស់គ្នាខ្លាំងណាស់